សួស្តីបងប្អូនដែលកំពុងតាមដានទស្សនានៅវីដេអូការចិញ្ចឹមបង្កងរបស់ខ្ញុំចិញ្ចឹមបង្កងសាឡបងឃើញថាដំណើរឡើយនេះគឺបានមួយខែបន្តិចហើយឃើញថាបង្កងមានសុខភាពល្អហើយការលូតលាស់ឲ្យគឺល្អឃើញឆាប់ធំហើយព័ន្ធនឹងការចិញ្ចឹមបង្កងនេះដែរគឺមានការងាយស្រួលខ្ញុំចាំអត់ប្រហែលទេអត់មានខ្យល់អុកស៊ីសែនទេគឺដាក់ធម្មជាតិបែបធម្មជាតិតែឥឡូវប្រមូលផលខ្លះយកទៅស្ងោរធ្វើម្ហូបយ៉ាងហ្នឹងមកឆែកមើលឃើញសុខភាពបង្កងគឺល្អនេះកងដែរខ្ញុំអញ្ចឹងមិនមែនទាំងអស់ទេនេះមួយចំនួនតូចទេនៅក្នុងនេះច្រើនទៀតនេះប្រហែលជា80ទៅ90កងទៀតនេះគឺខ្ញុំចាប់យកមកមើលសិនទេតែសុខភាពវាល្អហើយការលូតលាស់របស់វាក៏ល្អដែរការខ្ញុំចាប់យកមកគឺតូចធំអស់នេះប៉ុន្តែតូចនេះតែឡើយឃើញធំមានធំច្រើនហើយឃើញលទ្ធផលមានបង្កងមេច្រើនដែរអញ្ចឹងហើយខ្ញុំសម្រេចចិត្តថាដកអាធំអាណាឆាប់ធំយកទៅsupport មុនយកទៅធ្វើម្ហូបសាក់ល្អហើយមានរសជាតិយ៉ាងម៉េចចាំខ្ញុំថតផ្សាយបងប្អូនហើយបងប្អូនដែលមានអារម្មណ៍ចង់ចាំបង្កងទឹកសាបបែបធម្មជាតិបែបជាលក្ខណៈគ្រួសារតង្កេតូចសម្រាប់ហូបហើយក៏តួឲ្យកូនហូបបីចឹងហ្នឹងដូចខ្ញុំចឹងណាខ្ញុំចាំនេះគឺតួឲ្យកូនហូបទេពេលតែកូនទៅកាយយើងចាប់ពី3អីចឹងទៅយកទៅតិចទៅកូនទៅហើយឃើញហើយវាមានលទ្ធផលគឺចិញ្ចឹមរស់តែវាពងពេលណាខ្ញុំអត់ទាន់ដឹងទេឃើញវាចាប់ពេលទិញកូនគេមកឃើញតូចទេឥឡូវឃើញធំច្រើនណាបងប្អូនហ្នឹងហើយបងប្អូនមានចារអារម្មណ៍អាចខមមិនសួរបញ្ជាក់បានគឺក្នុង page របស់ខ្ញុំបាទនេះគឺប្រាប់ពីបច្ចេកទេសគ្រប់ទាំងអស់ហើយមួយទៀតបងប្អូនដែលចង់បានត្រីក្រឹម7ពណ៌នេះអូមើលឃើញច្រើនណាស់បងប្អូនអើយស្អាតនោះច្រើនគូច្រើនបងប្អូនចង់បានត្រឹម7ពណ៌ក៏ឆាត់មកតម្លាក់លេខតម្លាក់ទីតាំងខ្ញុំផ្ញើឲ្យដោយឥតគិតថ្លៃចេញតែសេវាឈ្នួលឡានទៅបានហើយសម្រាប់ទឹកកម្មគឺ free ចែកជូនបងប្អូន free ទាំងអស់តែបកងនេះអត់មានចែកជូនបងប្អូនទេគឺមានតិចទេហើយបងប្អូនអរគុណហើយបងប្អូនមានចំណារអារម្មណ៍អាច comment នៅចូលក្នុងហ្នឹងសួរនាំពីរបៀបចំបកងដើម្បីរីរោគបច្ចេកទេសក្នុងការចំបកងទទួលបានលទ្ធផលល្អជាជាងការនាំចូលពីបកងបរទេសយកមកហូបដោយមិនដឹងប្រភពច្បាស់លាស់គេចិញ្ចឹមយ៉ាងម៉េចគេប្រើថ្នាំឬក៏ប្រើចំណីរបៀបម៉េចនេះខ្ញុំចំណីផងខ្ញុំគឺបែបធម្មជាតិទាំងអស់គ្មានដាក់ចំណីផលិតទេគឺមានអីដាក់ឲ្យវាស៊ីហ្នឹងងាយស្រួលណាស់សាច់អាំងនៅសល់ឬក៏ការ៉ុតដូចជាល្ពៅដូចជាដូងដូចជាខ្យងផ្សេងខ្យងខ្ញុំដាក់ខ្យងឲ្យស៊ីគឺងាយស្រួលអញ្ចឹងបងប្អូនណាដែលមានចំណារអារម្មណ៍ចាំអាច comment ឆាតមក comment មកពីរបៀបចាំយ៉ាងម៉េចអីយ៉ាងម៉េចខ្ញុំអត់មានលក់ទេតែខ្ញុំអាចបញ្ជាក់ប្រាប់បងប្អូនពីរបៀបចាំបានបងប្អូនអរគុណហើយនេះជាទស្សនវិជ្ជាដែលខ្ញុំចាំបកងងាយបំផាយអារម្មណ៍
easy easy តែទទួលបានលទ្ធផលពិសេសគឺទៅខំ7ពណ៌ដាក់តែ2មេ1មេ2ឈ្មោះ2កូនពេញហ្នឹងចង់100កូនក្នុងទៅខំ7ពណ៌អូនោះអរគុណបងប្អូនហើយកំពុងតាមដានទស្សនាវីដេអូនេះអរគុណមានចម្ងល់អីអាចសួរបាន